លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយដោយសម្ដែងក្តីសង្ឃឹមថាវានឹងក្លាយទៅជាកិច្ចប្រជុំដ៏មានន័យមេដឹកនាំអ៊ុយក្រែនដែលនៅក្នុងព្រះរាជាណាចក្រឈូងសមុទ្រប៉ុន្តែនឹងមិនចូលរួមនៅក្នុងកិច្ចចរចានោះទេបាននិយាយថាទីក្រុងកៀវកំពុងធ្វើការដើម្បីឈានដល់សន្តិភាពលឿននិងយូរអង្វែងបេក្ខជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺលោក Steve Witkoff បាននិយាយថាក្រុមសហរដ្ឋអាមេរិកចង់ពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់សន្តិភាពដើម្បីព្យាយាមបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Zelensky និងលោក Donald Trump បានចូលរួមក្នុងការប៉ះទង្គិចគ្នាដោយពាក្យសម្ដីជាសាធារណៈនៅឯសេតវិមានក្នុងអំឡុងពេលដែលលោក Donald Trump និយាយថាលោក Zelensky មិនទាន់ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់សង្គ្រាមនោះទេសហរដ្ឋអាមេរិកបានបន្តផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែននិងបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្ដែងការសោកស្ដាយចំពោះអបតវហេតុនេះហើយបានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយទៅនឹងសហរដ្ឋអាមេរិកឡើងវិញដែលជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍លោក Witkoff បាននិយាយថាលោក Donald Trump បានទទួលសម្បត្តិពីលោក Zelensky ដែលរួមបញ្ចូលការសុំទោសនិងអារម្មណ៍ការដឹងគុណលោក Witkoff បាននិយាយថាសង្ឃឹមថាយើងទទួលបានអ្វីៗឡើងវិញជាមួយទៅនឹងជនជាតិអ៊ុយក្រែនហើយអ្វីៗនឹងដំណើរការឡើងវិញលោក Zelensky បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើសម្បទានមុនពេលដែលកិច្ចចរចាសន្តិភាពណាមួយខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននឹងកំពុងជំរុញឲ្យមានការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់សម្រាប់ទីក្រុងកៀវរុស្ស៊ីបានបើកការឈ្លានពានពេញលេញទៅលើអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022ហើយឥឡូវនេះគ្រប់គ្រងប្រហែលជា 20% នៃទឹកដីអ៊ុយក្រែនលោក Zelensky បានប្រកាសកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីបានចូលរួមលើកិច្ចប្រជុំកំពូលវិបត្តិការពិធីប្រហ័សនៅក្នុងទីក្រុងព្រុយសែលជាកន្លែងដែលមេដឹកនាំសហភាពអឺរ៉ុបបានគាំទ្រផែនការសម្រាប់ការបង្កើនការចំណាយទៅលើវិស័យការពារជាតិលោកបានសរសេរនៅលើបណ្ដាញសង្គម X ថាអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានបន្តការងារហើយយើងសង្ឃឹមថានៅសប្តាហ៍ក្រោយយើងនឹងមានកិច្ចប្រជុំដ៏មានអត្ថន័យមួយអ៊ុយក្រែនបានស្វែងរកសន្តិភាពតាំងពីពេលដំបូងនៃសង្គ្រាមមកម្លេះហើយយើងតែងតែបញ្ជាក់ថាសង្គ្រាមនៅតែបន្តដោយសារតែរុស្ស៊ីលោក Zelensky បានជំរុញសហគមន៍ពិភពលោកឲ្យដាក់សម្ពាធបន្ថែមទៅលើទីក្រុងម៉ូស្គូដូច្នេះវាទទួលយកតម្រូវការដើម្បីបញ្ចប់សង្គ្រាមលោកក៏បានធ្វើការយោងជាក់ស្ដែងចំពោះផែនការបត់ឈប់បាញ់ដែលបានលើកឡើងកាលពីសប្តាហ៍នេះដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានស្នើបត់ឈប់បាញ់ទៅលើដែនអាកាសនិងសមុទ្រនិងការបញ្ចប់ការវាយប្រហារទៅលើថាមពលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតរុស្ស៊ីមិនបានធ្វើការអធិប្បាយជាសាធារណៈទៅលើសំណើរបស់បារាំងទេកាលពីថ្ងៃព្រហស្បតិ៍លោកពូទីនបាននិយាយថាទីក្រុងម៉ូស្គូកំពុងស្វែងរកសន្តិភាពមួយដែលនឹងធានាបាននូវការស្ងប់ស្ងាត់សម្រាប់ប្រទេសរបស់យើងនៅក្នុងទស្សនវិស័យរយៈពេលវែងមេដឹកនាំវិមានកម្លាំងបានបន្ថែមថាយើងមិនត្រូវការអ្វីដែលជារបស់អ្នកដទៃទេប៉ុន្តែយើងក៏មិនបោះបង់នៅអ្វីដែលជារបស់យើងដែររុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ2014និងទាមទារយកតំបន់អ៊ុយក្រែន4ទៀតនៅភាគអាគ្នេយ៍ជាកម្មសិទ្ធិរបស់ខ្លួនទោះបីជាក្រុមទីក្រុងម៉ូស្គូមិនបានគ្រប់គ្រងទាំងអស់ក៏ដោយអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានសម្ដែងការព្រួយបារម្ភអំពីអ្វីដែលមនុស្សជាច្រើននៅទ្វីបនេះមើលឃើញថាជាការទម្លាក់លោក Donald Trump ទៅកាន់ប្រទេសរុស្ស៊ីលោក Donald Trump បានបដិញ្ញាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិកថានឹងធ្វើឲ្យសង្គ្រាមចប់យ៉ាងឆាប់រហ័សហើយកិច្ចពិភាក្សាបឋមរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុនដោយគ្មានតំណាងសហភាពអឺរ៉ុបឬអ៊ុយក្រែនមានវត្តមាននៅឡើយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការបញ្ឈប់ជំនួយយោធារបស់ខ្លួនដល់ប្រទេសអ៊ុយក្រែនត្រូវបានមន្ត្រីរដ្ឋបាលលោក Donald Trump ចាត់ទុកថាជាមធ្យោបាយមួយក្នុងការធ្វើឲ្យទីក្រុងកៀវសហការជាមួយទៅនឹងកិច្ចចរចាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្ពាធដែលត្រូវគ្នាណាមួយដែលសហរដ្ឋអាមេរិកបានដាក់មកលើទីក្រុងម៉ូស្គូដើម្បីធ្វើសម្បទានមិនត្រូវបានបង្ហាញជាសាធារណៈនោះទេលោក Donald Trump ក៏បាននិយាយផងដែរថាអ៊ុយក្រែននិងរុស្ស៊ីគ្មានជំរើសអ្វីក្រៅពីការធ្វើ
កិច្ចព្រមព្រៀងសន្តិភាពទីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានថ្លែងថាទាំងអ៊ុយក្រែននិងរុស្ស៊ីព្យាយាមឈានដល់កិច្ចព្រមព្រៀងសន្តិភាពទោះជាយ៉ាងណាក៏ដោយលោកបានកត់សម្គាល់ថាតាមទស្សនៈរបស់លោកប្រទេសទាំងពីរមិនមានជំរើសផ្សេងទៀតទេនេះបញ្ជាក់ទៅតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News លោកដូណាល់ត្រាំបាននិយាយនៅពេលដែលនិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានថាខ្ញុំគិតថាអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយព្រោះខ្ញុំគិតថាពួកគេមិនមានជំរើសក្នុងសន្ទរកថាដដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថាអាមេរិកមានការរីកចម្រើនខ្លាំងជាមួយទៅនឹងអ៊ុយក្រែននិងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកបានសង្កត់ធ្ងន់ថាវាជាការល្អណាស់ក្នុងការនាំរឿងនេះទៅរកការសន្និដ្ឋានលោកដូណាល់ត្រាំចង់ភ្ជាប់កិច្ចព្រមព្រៀងរ៉ែទៅនឹងការទាមទារឲ្យអ៊ុយក្រែនចូលព្រមបទចុះបាញ់យ៉ាងឆាប់រហ័សចំណែកឯអតីតមេបញ្ជាការអ៊ុយក្រែនគឺលោកសាឡូស្នីមានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកលោកសាឡូស្នីអតីតមេបញ្ជាការនិងជាឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់អ៊ុយក្រែននិងជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រពកអង់គ្លេសបាននិយាយកាលពីថ្ងៃទី6ខែមីនាថាសហរដ្ឋអាមេរិកកំពុងបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោកខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើពិធីប្រគល់វិមានកម្លាំងលោកសាឡូស្នីបាននិយាយថារដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំបានចោទសួរអំពីឯកភាពនៃពិភពលោកនៃប្រទេសលោកខាងលិចទាំងមូលលោកឯកអគ្គរដ្ឋទូតបាននិយាយថាឥឡូវនេះទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើប្រតិភូតកម្មបញ្ហាសន្តិសុខទៅកាន់អឺរ៉ុបដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិកដូច្នេះយើងបាននិយាយថាក្នុងអំឡុងពេលខ្លី NATO ក៏អាចបញ្ឈប់ការដែលមានស្រាប់ផងដែរយោងតាមលោកសាឡូស្នីអឺរ៉ុបអាចជាគោលដៅបន្ទាប់របស់រុស្ស៊ីលោកបាននិយាយថាការភ័យខ្លាចរបស់ដៃគូប្រទេសលោកខាងលិចធ្វើឲ្យវាអាចទៅរួចសម្រាប់ទីក្រុងម៉ូស្គូដើម្បីចាប់ផ្ដើមបង្កើនខ្សែអាសម្ព័ន្ធមិត្តសំខាន់ពីររបស់រុស្ស៊ីគឺអ៊ីរ៉ង់និងកូរ៉េខាងជើងផ្គត់ផ្គង់ដល់រុស្ស៊ីនៅសភាវុធដែលប្រើប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនទីក្រុងព្យុងយ៉ាងក៏បានបញ្ជូនទាហានជាង 10,000 នាក់ទៅប្រយុទ្ធជាមួយទៅនឹងកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ខឺសលោកសាឡូស្នីបាននិយាយថាយើងឃើញថាវាមិនមែនគ្រាន់តែជាអនៃអំពើអាក្រក់នោះទេហើយរុស្ស៊ីកំពុងព្យាយាមកែប្រែសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញប៉ុន្តែទីបំផុតសហរដ្ឋអាមេរិកកំពុងបំផ្លាញការបញ្ជាទាំងនេះហើយនៅពេលដែលសណ្ដាប់ធ្នាប់នៃទាំងនេះបញ្ឈប់កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្ររវាងពួកគេយើងគួរតែគិតថានេះប្រហែលជាការប៉ុនប៉ងដើម្បីពិនិត្យឡើងវិញនៅលំដាប់ពិភពលោកដែលមានស្រាប់ការដឹកឡើងនេះកើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងរវាងទីក្រុងគៀវនិងទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីមានការប៉ះទង្គិចសម្ដីគ្នានៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃទី28ខែកុម្ភៈរវាងប្រធានាធិបតីវ៉ូឡូឌីមៀរសេនស្គីនិងលោកដូណាល់ត្រាំជំនួសនេះបាននាំឲ្យមានការដួលរលំនៃកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីធនធានធម្មជាតិរបស់ប្រទេសអ៊ុយក្រែនបន្ទាប់ពីនោះប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្អាករាល់ជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទៅនឹងអ៊ុយក្រែនចំណាត់ការដើម្បីផ្អាកជំនួយដល់អ៊ុយក្រែនបានកើនឡើងលើជំហានដល់សាសនារបស់វិមានកម្លាំងផ្សេងទៀតដែលទើបតែធ្វើឡើងដោយរដ្ឋបាលរបស់សហរដ្ឋអាមេរិករដ្ឋបាលលោកដូណាល់ត្រាំក៏កំពុងពិចារណាដកទណ្ឌកម្មដែលដាក់ប្រឆាំងទៅនឹងរុស្ស៊ីសម្រាប់សង្គ្រាមដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងទៅនឹងអ៊ុយក្រែនដែលបានសម្លាប់មនុស្សរាប់សែននាក់